បងគឺជ្រាលជ្រៅងាយបែកទេចាបើទោះជាបែកក៏គឺដកជាប់នៅក្នុងអារម្មណ៍នឹងតែម្ដងគឺជ្រាលជ្រៅព្រោះដោយសារតែវា connect ពីខាងក្នុងចាតាក់ទីគ្នាពីខាងក្នុងទៅមកប៉ុន្តែបើសិនជាបែបរញ្ជួលបែបដោយភាពរ៉ូមែនទិកចាវាងាយនឹងបាត់បង់ចាស្នេហានឹងក៏មិនសូវជាថិតថេរឬក៏យូរអង្វែងដែរចាវាងាយនឹងសាបរលាបប៉ុន្តែស្នេហាដែលជ្រាលជ្រៅគឺជាស្នេហាដែលស្ងប់តែសុខភាពផ្លូវចិត្តកក់ក្ដៅហើយគឺជាស្នេហាដែលមានអារម្មណ៍ថាគ្រាន់តែឃើញភ្នែកគ្នាមើលសម្លឹងកៅភ្នែកគ្នាចាដឹងចិត្តគ្នាអាហ្នឹងគឺស្នេហាដែលជ្រាលជ្រៅប្រើ connect តាមអារម្មណ៍ហ្នឹងចាអញ្ចឹងមនុស្សដែលមានស្នេហាបែបនេះគឺអត់ងាយបែកគ្នាបើទោះជាបែកដល់ជើងមេក៏អត់ភ្លេចគ្នាបានដែរនៅនឹករលឹកជាប់ចិត្តជាប់រហូតចាស្នេហ៍បែបនេះជួនកាលឆ្លងជាទៀតចាតែស្នេហ៍រ៉ូមែនទិកអត់ងាយឆ្លងទេចាព្រោះវា connect តែរាងកាយវាអត់ connect ជាមួយនឹងអារម្មណ៍ខាងក្នុងទេចាអញ្ចឹងការដែល connect ជាមួយអារម្មណ៍ខាងក្នុងគឺជាការប្រើកែវភ្នែកសម្លឹងគ្នាគឺយល់ពីអារម្មណ៍គ្នាទៅវិញទៅមកចានឹងគេថា connect ពីខាងក្នុងមកប៉ុន្តែបើពីរាងកាយគេស្រឡាញ់ខ្ញុំគេធ្នមខ្ញុំមិនគេថារាងកាយហើយចាយើងស្រឡាញ់គេតគេធ្នមយើងគេជួយចិត្តសប្រាយើងចាអស់នឹងឯងចាអញ្ចឹងសម្រាប់បងប្អូនមួយចំនួនចាដែលចង់បានស្នេហ៍ដែលយូរអង្វែងត្រូវតែជ្រើសរើសស្នេហាបែបណាចាគួរតែយល់ពីចំណុចនេះសិនចាអរគុណ